បងប្អូនណាខ្លះនៅចាំបងប្អូននៅចាំចេកស្ងោរចំនួនចាស់សម័យ Gen Z បែរជាមិនសូវស្គាល់ទេចេកស្ងោរចេកនេះគេហៅថាចេកស្នាប់មុខណាបងប្អូនពេលស្ងោរឲ្យឡើងល្មួតឡើងលឿងល្អោកហ្មងណានេះបានចេកយកពីចកាមកនឹកឃើញក៏ឲ្យម៉ាក់គាត់ស្ងោរញ៉ាំខ្ញុំស្ងោរញ៉ាំដាក់ទឹកដាក់អីស្ងោរញ៉ាំចង់រំលឹកអនុស្សាវរីយ៍ចាស់បន្តិចតាំងពីយាយគាត់នៅចឹងក៏យើងបានបង្កាត់ភ្លើងដាក់ដាំទឹកដាក់អុសដាក់ខ្ជុងថែមតិចតួចចូលទៅក្នុងឡាវហ្នឹងតមកម៉ាក់ក៏គាត់ទៅកាត់ចេកជាគូពីធម្មតាភាគច្រើនគឺគេកាត់ចេកហ្នឹងជាគូកាត់ចេញពីស្និតបបែកមកជាគូដើម្បីឲ្យងាយស្រួលញ៉ាំពីច្រើនញ៉ាំតែមួយគូឆ្អែតបាត់ណាពេលខ្លះញ៉ាំតែមួយចង់ឆ្អែតបាត់ចេកต้องប៉ុណ្ណាណីតពីមកផ្អែមណាពីច្រើនអ្នកខ្លះគាត់ញ៉ាំបកញ៉ាំទៅតែពីច្រើនគេយកចេកស្ងោរនៅពេលដែលស្ងោរបានឡើងល្មួតឡើងជាតិផ្អែមមែនតែនហ្មងណាបងប្អូនពេលបានសាកទៅគឺផ្អែមណាចឹងម៉ាក់គាត់ចាប់ដើមដាក់ចូលក្នុងឆ្នាំងដើម្បីស្ងោរហើយចឹងគាត់ចាប់ដើមរៀបបានប្រហែលជាចិត្ត20គូដែររៀបចូលទៅក្នុងឆ្នាំងបន្ទាប់មកយើងយកកសែងគ្រាប់ដើម្បីវាឆាប់ក្តៅឆាប់ហប់ដាក់ភ្លើងដាក់អីថែមទៅហើយមកស្ទុះ5-10នាទីមក20នាទីក៏ចាប់ដើមបើកមកប្រែចាប់ដើមប្រែត្រឡប់បន្តិចទៅដកកសែងទៅអីចេញមកតមកហើយដាក់កសែងចេញហើយតមកយើងចាប់ដើមក្របចាប់ដើមក្របវាទៅវិញដើម្បីឲ្យឆ្អិនល្អបន្ទាប់មកស្ទុះក្រោយមកឆ្អិនហើយក៏គាត់ទៅបើកគម្របមកពុះខុលល្អមែនតើដល់តំណងណាបងប្អូនតំណងមែនតើតមកចាប់ស្រង់ឲ្យស្រស់ទឹកបន្តិចរៀបចំដើម្បីយកទៅរៀបចំញ៉ាំបងប្អូនរៀបចំញ៉ាំហើយចឹងហើយចឹងគាត់យកទៅហើយចាំមើលតិចទៀតយើងនឹងបកឲ្យបងប្អូនមើលតើទំនងហើយឆ្ងាញ់ប៉ុណ្ណាខ្ញុំនឹងឲ្យបងប្អូនមើលអូខេឥឡូវក៏ចាប់ដើមបកឲ្យក្តៅបន្តិចបងប្អូនក្តៅប៉ះក្តៅដល់លាកដៃគាត់អូខេបងប្អូនមើលនេះមើលសាច់លឿងក៏លឿងល្អនេះចេកចកាបងប្អូនចេកចកាប៉ាខ្ញុំក៏ដាំអូខេបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយ like ជួយ share ផងដើម្បីរំលឹកអនុស្សាវរីយ៍ចាស់បាយ